បាទជាបឋមសូមគោរព Professor សេងមូលីកាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃនេះក្រុមខ្ញុំបាទមានសមាជិកភាពលោកម៉ាន់ណាស៊ីតខ្ញុំបាទមានសរិនឌីនិងលោកមុំច័ន្ទវិឆ័យបានជ្រើសយក topic assignment និយាយអំពី UDP Finger បាទដើម្បីឈានទៅដល់ assignment គឺយើងត្រូវមើលលើ content សិនថាទី1យើងត្រូវដឹងពី socket ទី2យើងត្រូវដឹងពី UDP អីទៅជា UDP ហើយនឹងទី3 topic assignment របស់យើងតមកយើងធ្វើ UDP Finger នៅក្នុង Python បាទអ្វីទៅគឺជា socket Socket is an endpoint for sending or receiving data across computer network. It enables communication between two devices, typically between a client and a server over a network like the internet or a local network. បាទអញ្ចឹងបានន័យថា socket គឺជា endpoint មួយដែលធ្វើការផ្ញើហើយនឹងទទួលមកវិញនៅ data មិនថាជា network មិនថាជា internet ឬក៏នៅក្នុង local network យើងទេបាទអញ្ចឹងនៅក្នុងនេះខ្ញុំមានឧទាហរណ៍មួយបាទគឺយើងមានកុំព្យូទ័រមួយហើយនឹង server មួយអញ្ចឹងកុំព្យូទ័រគាត់ផ្ញើ data ទៅកាន់ server តមក server ទទួលបានហើយគាត់នឹងធ្វើការ reply មកកុំព្យូទ័រយើងវិញបាទហ្នឹងហើយដែលយើងហៅថាជា socket connection សម្រាប់ socket គឺយើងមាន2 protocol ធំបាទទី1គឺ TCP Transmission Control Protocol ហើយនឹង UDP User Datagram Protocol ដែលខ្ញុំនឹងលើកយកមកនិយាយនៅ slide បន្ទាប់បាទអ្វីទៅជា UDP UDP បានមកពីពាក្យ User Datagram Protocol អញ្ចឹង UDP is a connectionless communication protocol used to send short message called datagram between device over a network បាទអញ្ចឹងបានន័យថា UDP គឺជា connection មួយដែលអត់មានត្រូវការអីច្រើនទេអត់មាន handshake អត់មានអីទេអញ្ចឹងវាប្រកាសជាលឿនហើយ simple អញ្ចឹងបានថាការ connection ហ្នឹងគឺវាងាយស្រួលប៉ុន្តែ connection ហ្នឹងក៏ដោយគឺ unreliable អញ្ចឹងបានថាมันអាចពឹងផ្អែកបានទាំងស្រុងទេដោយសារថាទី1 data យើងអត់ដឹងថាវាបានផ្ញើទៅដល់អត់ទី2ការផ្ញើហ្នឹងវាទៅតាមលំដាប់ដែរឬអត់ទី3 data ហ្នឹងអាចនឹងទៅដល់ duplicate ពីគ្នាដោយសារថាទៅពេលដែលវា fail ឬក៏វាចាំយូរអីគឺ data ត្រូវផ្ញើទៅម្ដងទៀតហើយអញ្ចឹង server ហ្នឹងគឺអត់ដឹងថាមួយណាលេខ10ទីម៉ាន10ទីម៉ានទេហើយទី4ចុងក្រោយហ្នឹង the receiver even exist or is ready បែរថាកុំព្យូទ័រយើងពេលផ្ញើទៅហ្នឹងมันប្រកាសថាវាស្គាល់ destination ហ្នឹងអត់ទេវាដឹងថា receiver ហ្នឹងវា online ឬក៏មិន online ទេគឺ UDP គឺដឹងតែផ្ញើទៅហើយចាំទទួលហ្នឹងទេបាទឥឡូវយើងកលេចមើលរូបភាពនេះនៅខាងក្រោមអញ្ចឹងបានថាយើងមាន device មួយដែលធ្វើការ ping ទៅ server អញ្ចឹងបានថាជាក់ស្ដែងយើងមើលនៅក្នុងរូបភាពហ្នឹងគឺថាការផ្ញើគឺវាអត់មានលំដាប់ដោយអីទេគឺវាទៅទី1ទៅលឿនទី2ទៅយឺតទី3ទៅលឿនជាងទី2អីចឹងខ្ញុំថា protocol ហ្នឹងគឺអត់មានសណ្ដាប់ធ្នាប់ទេអញ្ចឹងពេលខ្លះក៏ fail ក៏ផ្ញើមកវិញ fail ហ្នឹងទៅបាទអញ្ចឹងយើងមើលតាមគ្រាប់បាល់នេះដូចខ្ញុំឧទាហរណ៍ឲ្យគឺមានគ្រាប់បាល់ពណ៌ខៀវពណ៌ក្រហមហើយគ្រាប់ខ្លះទៅយឺតខ្លះទៅលឿនអញ្ចឹងជាទូទៅ UDP គឺយើងប្រើប្រាស់ទៅលើ
platform មួយចំនួនដូចជា game ហើយនឹង stream video stream ហ្នឹងតាក់ទងនៅជាការ call video call អញ្ចឹងគឺយើងអាចបាត់នៅ data មួយចំនួនគឺអត់បញ្ហាទេគឺ user គាត់អាចនៅប្រើប្រាស់បានដូចជា game ឯងអាចតាក់តិចតែពេលដែលមាន connection ល្អមកវិញគឺ smooth ដដែលអញ្ចឹងគេប្រើប្រាស់ UDP ពីច្រើនគឺនៅplatform ហ្នឹងបាទឥឡូវយើងមកដល់ assignment ហើយអញ្ចឹង assignment ហ្នឹងគឺជា assignment ទី2ពាក់ព័ន្ធនឹង UDP Pinger ដែលស្ថិតនៅក្នុងទំព័រ175និង176បាទឥឡូវខ្ញុំសូមអាននៅ assignment ហ្នឹង In this programming assignment you will write a client ping program in Python. Your client will send a simple ping message to a server, receive a corresponding pong message back from the server, and determine the delay between when the client send the ping message and receive the pong message. This delay is called the round trip time, RTT. The functionality provided by the client and server is similar to the functionality provided by standard ping program available in modern operating system. However, standard ping program use the Internet Control Message Protocol (ICMP), which we will study in chapter 5. Here, we will create a non-standard but simple UDP-based ping program. Your ping program is to send 10 ping messages to the target server over UDP. For each message, your client is to determine and print the RTT when the corresponding pong message is returned. Because UDP is an unreliable protocol, a packet sent by the client or server may be lost. For this reason, the client cannot wait indefinitely for a reply to a ping message. You should have the client wait up to 1 second for a reply from the server. If no reply received, the client should assume that the packet was lost and print a message accordingly. In the assignment, you will be given the complete code for the server available in companion website. Your job is to write the client code, which will be very similar to the server code. It recommended that you first study carefully to the server code. You can then write your client code library, cutting and pasting line from the server code. បាទបន្ទាប់ពីបានអាន assignment រួចហើយខ្ញុំសូមធ្វើការ summary នៅអ្វីដែល assignment ចង់បានបាទទី1បង្កើត UDP based ping program ហើយទី2គឺយើងធ្វើការផ្ញើ10 message ទៅកាន់ UDP server ហើយទី3គឺយើងបង្ហាញ message នៅពេលដែលយើងធ្វើការ ping ទៅ message ទៅកាន់ server ហើយ server ផង់មកវិញអញ្ចឹងយើងបង្ហាញ RTT round trip time ហ្នឹងបញ្ជាក់ថាវាអស់រយៈពេលប្រមាណពី computer ទៅ server មកcomputer វិញហើយទី4គឺយើងធ្វើ wait up មួយវិនាទីដើម្បីចាំពី server អញ្ចឹងកន្លែងហ្នឹងគឺបើករណីបើ server អត់ផ្ញើក្នុងចន្លោះមួយវិនាទីហ្នឹងទេគឺខាង client ហ្នឹងគឺនឹង print ថា time out connection loss អញ្ចឹងទៅបាទអញ្ចឹងយើងចាប់ដើមចូល code section បាទឥឡូវយើងមកដល់កន្លែង code section ហើយនៅក្នុងនេះខ្ញុំប្រើប្រាស់ Pcharm គឺជា IDE សម្រាប់ run Python ហ្នឹង
ដែលផ្នែកខាងស្ដាំគឺជា UDP ping server ហើយផ្នែកខាងឆ្វេងគឺ UDP ping client អញ្ចឹងនៅក្នុងខាង server នេះគឺយើងប្រើប្រាស់ port 12000ហើយនឹង server socket គឺជា address family internet ហើយ socket នេះគឺជាប្រភេទ datagram អញ្ចឹងយើងធ្វើការបាញហើយខ្ញុំ print message មួយដើម្បីឲ្យដឹងថា server យើង ready ហើយនៅផ្នែកខាងក្រោមនេះគឺយើងធ្វើការ receive message ដល់មកយើង print message ដែល client ផ្ញើមកហ្នឹងហើយផ្នែកខាងក្រោមនេះដែរគឺខ្ញុំមាន random មួយដែលពីចន្លោះពី1ដល់2បើករណីថា number ហ្នឹងស្មើ1យើងsimulate data ហ្នឹងគឺជា error ហើយយើងធ្វើការ skip បើករណីខុសពីលេខ1គឺយើងធ្វើការ send message ត្រឡប់ទៅវិញបកមកខាង UDP ping client គឺខ្ញុំប្រើប្រាស់ port 12000ដូចគ្នាហើយ server name ខ្ញុំគឺ localhost ហើយយើងប្រើប្រាស់ socket ដូចគ្នាគឺ address family internet ហើយ socket ជា datagram ដោយនៅក្នុងហ្នឹងខ្ញុំ set time out ចំនួន1វិនាទីហើយយើងធ្វើការ loop ចំនួន10ដងបាទហើយនៅក្នុងនេះដែរគឺយើង capture start time មួយហើយយើងធ្វើការផ្ញើទៅកាន់ server តើបើយើង respond មកវិញយើងរងចាំ respond ហើយយើង capture end time មួយទៀតដើម្បីខាងក្រោមនេះយើងកណនី RRT round trip time ហ្នឹងដល់យើងយក end time ហ្នឹងយកមកដកមួយ start time គុណនឹង1000ដើម្បីរើសយក convert RRT ទៅជា millisecond ហើយយើងធ្វើការ print message បើករណី time out គឺយើង print time out តែម្ដងបាទអញ្ចឹងយើងចាប់ដើម run server មកខ្ញុំចាប់ដើម run server អូខេ server ready ហើយអញ្ចឹងខ្ញុំ run ខាង client ម្ដងបាទយើងក៏លេខមកខាង UDP ping server គឺមានចំនួន10ដែលបាន ping មកហើយនៅខាង client គឺ ping ចំនួន10ដែរតែទី1គឺ success ហើយទី2គឺ time out ទី3ក៏ time out ទី4ក៏ time out ទី5 success ចឹងទៅប្រើរយៈពេលខុសៗគ្នាចឹងអូខេហើយខ្ញុំចាប់ដើម request ម្ដងទៀតមើលបាទដូចករណីអីគឺ request time request ទី1គឺ time out ម្ដងបាទអញ្ចឹងនៅក្នុងនេះមាន time out ហើយនិង success ដែលនៅខាងក្រោយនេះគឺយើង capture RT time round trip time ហ្នឹងបាទសូមអរគុណអ្នកគ្រូដែលបានស្ដាប់នៅការបកស្រាយតាំងពីដើមដល់ចប់ហើយassignment នេះខ្ញុំសូមចប់តាមនេះ